សុំសរសើរអ្នកដែលបែកបាក់គ្នាថ្មីអាចរកស្នេហាថ្មីបានណាខ្ញុំនិយាយមែនខ្ញុំសុំសរសើរខ្ញុំរមមិនរត់ទេប៉ុន្តែគាត់ថាវាដូចជាពិបាកនឹងទុកចិត្តពិបាកនឹងជឿពិបាកនឹងធ្វើឲ្យយើងយកមកម្ដងទៀតណាចាសរសើរបងប្អូនមួយចំនួនគាត់ទៅតែបែកបាក់ស្នេហាបានមិនតាន់ដល់1ខែ2ខែ3ខែគាត់មានដៃគូស្នេហាថ្មីមួយទៀតចឹងទៅគាត់រកបានលឿនហើយមានមនុស្សជាច្រើនដែលគាត់សួរខ្ញុំថាចុះយើងមិនមានស្នេហាគេខ្ញុំរឿងស្នេហាយើងមិនខ្វះទេអាអ្នកស្រឡាញ់អាអ្នកញ៉ែអាអ្នកចង់បានហ្នឹងប៉ុន្តែសួរថាយកមកហ្នឹងបើវាធ្វើឲ្យយើងឈឺចាប់ហើយតប៉ែហើយវាធ្វើឲ្យយើងចាកើតទុកចារិញរៃឈឺចាប់ដោយសារអាស្នេហាហ្នឹងទៀតវាពិបាកចាតម្រាំយើងបានស្អាតប៉ុណ្ណេះតម្រាំតែយើងរកក្តីសុខខ្លួនឯងប៉ុណ្ណេះតម្រាំតែយើងធ្វើឲ្យខ្លួនឯងត្រឡប់មកប៉ុណ្ណេះរឿងស្នេហាអត់សំខាន់ទេចាអីដែលសំខាន់បំផុតនោះយើងត្រូវតែធ្វើឲ្យខ្លួនឯងហ្នឹងមានក្តីសុខរស់នៅម្នាក់ឯងបានមនុស្សខ្ញុំប្រសើរបើកាលណាមានភាពខ្លាំងអាចរស់នៅម្នាក់ឯងបានស្គាល់ពីខ្លួនឯងច្បាស់អាចរកក្តីសុខឲ្យខ្លួនឯងអាចទៅណាម្នាក់ឯងធ្វើអីម្នាក់ឯងដែលមិនទីពឹងអ្នកណាអីដែលសំខាន់ទៀតគឺគាត់រក្សាផ្លូវចិត្តគាត់បានរឹងមាំអានឹងគឺជាកត្តាដែលចម្បងមែនតើបើខ្ញុំឲ្យយកស្នេហាទៅប្រកួតប្រជែងជាមួយណាខ្ញុំនិយាយមែនខ្ញុំមិនជាមនុស្សស្រីម្នាក់ដែលងាយនឹងស្រឡាញ់ណាហ្មងអានឹងខ្ញុំនិយាយទៅស្មោះត្រង់ហ្មងវាពិបាកតិចព្រោះផ្លូវចិត្តរបស់យើងធ្លាប់ឆ្លងកាត់រឿងឈឺចាប់ហើយកាលណាដែលយើងយកស្នេហាមកលេងសើចមកតេះមកចាញ់ផ្ចាឬមួយក៏មកចង់ឈ្នះបុគ្គលណាម្នាក់គឺខ្ញុំអត់ទេអត់លេងសើចទេរឿងស្នេហាចោះគួតអស់នេះចាស្នេហាចោះគួតអស់នេះវាមិនមែនរឿងជាលេងសើចទេចាយើងមិនមែនយកស្នេហានឹងយកមកបន្លត់ផ្លូវចិត្តឬមួយដើម្បីឈ្នះបុគ្គលណាឬមួយដើម្បីចង់ឲ្យបំផ្លាញផ្លូវចិត្តបុគ្គលណាម្នាក់ទេសម្រាប់ខ្ញុំគឺខ្ញុំអត់ហ្មងព្រោះដោយសារផ្លូវដែលយើងកំពុងតែមានគឺយើងត្រូវតែដឹងថាពេលវេលារបស់យើងគឺជាការដែលយើងត្រូវស្វែងយល់អំពីខ្លួនឯងឲ្យបានច្បាស់ត្រូវស្គាល់អំពីខ្លួនឯងឲ្យបានត្រឹមត្រូវត្រូវដឹងថាខ្លួនឯងកំពុងតែចូលចិត្តអីត្រូវដឹងថាខ្លួនឯងហ្នឹងមានអ្វីគ្រប់គ្រាន់សម្រាប់រក្សាផ្លូវចិត្តខ្លួនឯងឲ្យបាននឹងណហើយនៅបើយើងអត់តាន់បាននឹងណបើចិត្តយើងនៅតែសពិសពិលបើខ្លួនយើងនៅតែរក្សាខ្លួនយើងបានសុបាយតែធ្វើឲ្យផ្លូវចិត្តយើងរីករាយឬមួយទៅណាមកណីម្នាក់ឯងចាអង្គុយតែញ៉ាំស្រាក្រហមមួយកែវក៏សុបាយចិត្តម្នាក់ឯងហើយអានោះហើយគេហៅថាក្តីសុខចាក្តីសុខនោះគឺយើងខ្លួនយើងទេដែលរកឲ្យខ្លួនយើងបានគ្មានយើងរកឲ្យអ្នកណាទេរកឲ្យខ្លួនយើងចាមនុស្សបើសិនជាយើងចេះរស់នៅម្នាក់ឯងបានណាយើងស្គាល់ពីខ្លួនឯងច្បាស់ដឹងអ្វីដែលយើងទៅណាដឹងអ្វីដែលយើងត្រូវការឲ្យច្បាស់ពីខ្លួនឯងពិតប្រាកដគ្មានបុគ្គលណាអស់ទាញយើងបានក្រៅពីខ្លួនយើងទេចាហើយយើងកុំចោទថាអ្នកនេះមកពីអ្នកនេះអស់ទាញយើងមកពីអ្នកនោះអស់ទាញយើងមកពីគេធ្វើចេះដាក់យើងមកពីយើងមិនមែនមកពីអ្នកណាទាំងអស់គឺមកពីខ្លួនយើងត្រូវស្គាល់អំពីខ្លួនយើងឲ្យបានច្បាស់ហ៊ានហួសជាមួយខ្លួនឯងហួសនៅក្នុងបច្ចុប្បន្នឥឡូវឲ្យបានចាពេលដែលកំពុងពិបាកខ្លាំងពេលដែលយើងកំពុងឈឺចាប់ខ្លាំងឬមួយក៏ពេលពងដែលយើងបរាជ័យរឿងអីមួយយើងមិនមែនយកអាបញ្ហាបាត់បង់បរាជ័យឈឺចាប់នឹងយកមកជាចំណោទឬមួយក៏ជាបញ្ហាដែលថាខ្លួនយើងហ្នឹងមនុស្សអត់បានការទេអត់ទេហ៊ានស្គាល់អំពីវាដឹងអំពីវាមិនបានអញបរាជ័យមិនបានអញធ្វើមិនបានគេធ្វើអញឈឺចាប់មិនបានជីវិតអញរស់នៅបែបហ្នឹងត្រូវសួរខ្លួនឯងហើយត្រូវឆ្លងកាត់អាហ្នឹងហើយត្រូវមីនះហើយត្រូវទៅយកភាពឈ្នះរបស់ខ្លួនឯងហ្នឹងដើម្បីអីយកមកសិក្សាថាអញបានស្គាល់ខ្លួនអញច្បាស់ហើយនៅពេលនេះគ្មានអាណាអស់ទាញអញបានទេចាគ្មានអាណាយកអញដើរតាណាបានក្រៅពីផ្លូវចិត្តរបស់អញរឹងមាំទេមនុស្សយើងតែកាលណាយើងផ្លូវចិត្តយើងរឹងមាំយើងមើលឃើញអីក៏ចាល្អគិតតែរឿងល្អផ្លូវចិត្តយើងអត់បានមើលឃើញគេមិនល្អទេចាចឹងមកខ្ញុំចង់និយាយថាគុំប្រឡូកអត់រឿងស្នេហាបើសិនតែតំបាច់បាក់ស្នេហាថ្មីថ្មោងអីចង់យកស្នេហាទៅបញ្ឈឺដៃគូចាស់ដើម្បីឲ្យគេមើលឃើញថាយើងនឹងអស់ចាស្បានស្នេហាថ្មីលយសង្ហាធ្វើឲ្យគេនឹងម្នាក់ថ្មីនឹងធ្វើឲ្យយើងរីករាយជាងអ្នកចាស់ខ្ញុំសុំនិយាយមួយខ្ញុំបដិសេធថាអូណូព្រោះអានេះមិនរឿងជាលេងសើចទេអ្នកដែលឈឺចាប់ចុងក្រោយបើយើងយកស្នេហានឹងលេងសើចមែនអ្នកដែលឈឺចាប់គឺយើងយកទៅបរោះបរហាញហ្នឹងអ្នកដែលបាត់បង់ក៏ជាយើងដែរមុខមាត់និងកិត្តិយសរបស់យើងក៏ជាយើងដែរមនុស្សស្រីគឺអ្វីដែលល្អបំផុតគឺរក្សាតុល្យភាពខ្លួនឯងឲ្យបាននឹងណផ្លូវចិត្តខ្លួនឯងឲ្យបាននឹងថឹងចាសេចក្តីថ្លៃថ្នូររបស់មនុស្សស្រីគឺរក្សាខ្លួនឯងឲ្យបាននឹងណអត់មានរេទៅរេមកចាអស់ទាញដូចខ្យល់រេខ្យល់បក់មកផ្លែតចេះមកផ្លែតចោះអត់ទេ
ចាតែកាលណាយើងនឹងណតែកាលណាយើងភាពថ្លៃធ្នូតែកាលណាយើងមានទំនួលខុសត្រូវសម្រាប់ខ្លួនឯងកាលណាយើងឲ្យតម្លៃខ្លួនឯងអ្នកដតីនោះឯងក៏គេផ្ដល់មកឲ្យយើងខ្លួនឯងដែរអញ្ចឹងបើសិនជាយើងមិនផ្ដល់ឲ្យខ្លួនឯងក្នុងជាមនុស្សម្នាក់ដែលសំខាន់ទេអ្នកដតីក៏មើលយើងឃើញអំបិលដែរគេមើលយើងគេឃើញយើងអត់មានតម្លៃទេបើយើងមិនចេះចោះមិនបដងចេះចាបើយើងមិនរក្សាផ្លូវចិត្តយើងមិនរក្សាខ្លួនឯងឲ្យបាននឹងនោះចាអាការបង្ហាញរូបមនុស្សមួយដៃគូមនុស្សប្រុសនេះប្រុសនោះច្រើនពេកក៏វាមិនរឿងជារឿងល្អដែរអ្នកដតីប្រុសមកក៏គេមានយកយើងដែរចាតិចយើងផ្លាស់ប្ដូរដៃគូនោះតិចយើងផ្លាស់ប្ដូរចេះតិចយើងផ្លាស់ប្ដូរចោះខ្ញុំនិយាយមែនណារឿងផ្លាស់ប្ដូរចោះឡើងពេលខ្លះសឹងតែថតមួយមនុស្សប្រុសណាម្នាក់ការងារមកខ្ញុំអត់ផុសខ្ញុំអត់ចូលចិត្តព្រោះបើសិនជាការងារជាក្រុមខ្ញុំផុសប៉ុន្តែបើសិនជាការងារមួយមើលទៅវារឿងមិនតំណងខ្ញុំអត់ផុសឲ្យខូច credit ខ្ញុំទេខ្ញុំអត់ទេខ្ញុំខ្ជិលណាចាអីដែលសំខាន់គឺខ្ញុំរក្សាខ្លួនខ្ញុំឲ្យនឹងណោះមនុស្សដែលគេស្រឡាញ់ខ្ញុំពិតប្រាកដមនុស្សដែលគេចង់បានយើងពិតប្រាកដគេមើលយើងពីចង្ងាយគេមើលគ្រប់សពបែបយ៉ាងរបស់យើងទាំងអស់ចាមើលសកម្មភាពរបស់យើងទាំងអស់គេតាមទាំងអស់នៅសេចក្តីថ្លៃថ្នូរនៅក្នុងការបង្ហាញអ្វីមួយចាអញ្ចឹងខ្ញុំចង់និយាយទៅកាន់ស្រីយើងមួយចំនួនទូចបើសិនជាមានស្នេហាហើយរក្សាវាឲ្យបានល្អឲ្យបានល្អតែបើគិតថារឿងស្នេហាហ្នឹងវាមិនបានល្អសម្រាប់យើងចាប់ទុកថាវាជាកម្មទៅថាយើងជំពាក់កម្មហ្នឹងចានេះគឺជាកម្មរបស់យើងសងគេអស់ហើយអញ្ចឹងយើងកុំតន់ឲ្យជាប់កម្មជាមួយបុគ្គលណាអាប្រុសណាទៀតរក្សាខ្លួនឯងឲ្យលំនឹងឲ្យបានត្រឹមត្រូវធ្វើខ្លួនឲ្យស្អាតតែហាត់ប្រាណផ្លាស់ប្ដូរអរិយាប័ត្រខ្លួនឯងពង្រឹងសមត្ថភាពខ្លួនឯងមើលថែដោះខាត់កូនយើងឲ្យកាន់តែមានភាពល្អហើយមានកាន់តែខ្លាំងជាងមុនទៀតកូនមនុស្សមេម៉ាយមនុស្សស្រីដែលមេម៉ាយត្រូវតែរៀបចំខ្លួនកូនខ្លួនយើងហើយនឹងកូនរបស់យើងឲ្យកាន់តែខ្លាំងអ្នកដតីគេមើលមកឃើញកូនយើងកាន់តែខ្លាំងឃើញកាន់តែប្រកែឃើញកាន់តែឆ្លាតហើយយើងគឺជាម្ដាយកាន់តែធ្វើឲ្យខ្លួនឯងរឹងមាំធ្វើឲ្យខ្លួនឯងផ្លូវចិត្តនឹងកាន់តែប្រសើរមួយថ្ងៃគឺខ្ញុំជឿថាអ្នកដែលចង់បានយើងវាអត់ខ្វះទេចាព្រោះប្រុសសង្គមសម័យនេះឥឡូវគាត់ត្រូវការមនុស្សស្រីស្អាតឆ្លាតប្រកែហើយគាត់ត្រូវការមនុស្សស្រីដែលមានទំនួលខុសត្រូវការមនុស្សស្រីដែលឲ្យតម្លៃហើយនឹងផ្ដល់នូវសេចក្តីថ្លៃថ្នូរចំពោះខ្លួនឯងចាហើយគាត់ត្រូវការមនុស្សស្រីដែលយល់អំពីអ្វីទៅដែលគេហៅថាគ្រួសារអញ្ចឹងបើយើងឆ្លងកាត់ជីវិតក្រុមគ្រួសារហើយស្រីម៉ែមួយចំនួនណាត្រូវមើលថែកូនយើងគឺជាកត្តាចម្បងអាហ្នឹងទៅណាក៏គេអត់រំលងយើងដែរបើកូនយើងគេមើលគេស្រឡាញ់យើងគេមើលយើងមុនគេមើលយើងហើយបន្ទាប់គេមើលកូនយើងការស្លៀកពាក់ចំណេះចេះដឹងការនិយាយស្ដីរបស់កូនយើងចាការស្លៀកពាក់របស់កូនយើងពេលដែលគេជួបកូនយើងណាកូនយើងមានសុជីវធម៌អានោះឲ្យគេទៅសើម្ដាយចុះម៉ែម្ដាយគេល្អហើយណាម៉ែមើលថែកូនគេបានត្រឹមត្រូវហើយសេចក្តីថ្លៃថ្នូរកូនគេចេញជំរាបសួរចូលជំរាបលាចាស្គាល់ចាស់ស្គាល់ទុំស្គាល់អ្វីដែលជារបត់របស់សង្គមជីវធម៌ក្នុងសង្គមហ្នឹងហើយគេសរសើរអត់មានសរសើរណាក្រៅពីម្ដាយទេអញ្ចឹងបើបែកបាក់ស្នេហាថ្មីបើចង់យកឈ្នះដៃគូចាស់កុំបាច់ទៅផុសប្រឈឺអីអញ៉ៃមើលថែតែខ្លួនឯងឲ្យបានល្អទៅជឿខ្ញុំតាចាគ្មានអ្វីដែលគេសរសើរយើងក្រៅពីយើងធ្វើឲ្យខ្លួនយើងមានសេចក្តីថ្លៃថ្នូរធ្វើឲ្យខ្លួនយើងគឺជាមនុស្សម្នាក់ដែលរឹងមាំធ្វើឲ្យខ្លួនយើងមានចាការងារច្បាស់លាស់ស្ថិរភាពត្រឹមត្រូវអានោះហើយល្អបំផុតរក្សាភាពស្ងៀមស្ងាត់កាន់តែស្ងៀមស្ងាត់កាន់តែពង្រឹងកាន់តែបង្ហាញការងារកាន់តែមានការផ្លាស់ប្ដូរកាន់តែធ្វើឲ្យមនុស្សជុំវិញខ្លួនស្រឡាញ់ហើយនឹងចង់បានយើងគ្រប់គ្នាចាខ្វះអីប្រុសពេញដីស្រីពេញនគរមិនមែនមានតែប្រុសល្អតែមួយណានៅក្នុងโลกហ្នឹងមកពីយើងមិនបើកគ្រាប់ភ្នែកមើលមកពីយើងមិនបើកចិត្តប៉ុន្តែគាត់ថាមុននឹងយើងបើកចិត្តយើងបើកគំនិតយើងត្រូវតែគិតយើងត្រូវស្គាល់ពីសំខាន់របស់បុគ្គលណាម្នាក់នឹងឲ្យបានច្បាស់សិនមុននឹងយើងធ្វើអ្វីមួយអរគុណច្រើន